នៅក្នុងរាត្រីនេះគឺជារាត្រីអ្នកកាត់ត្រឹកពេញបរមីខែពិសាខគឺជារាត្រីដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងសកលលោកបាននឹករលឹកទៅដល់ព្រឹត្តិការណ៍សំខាន់ធំទាំងឡាយ3គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូតថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹងនិងថ្ងៃព្រះអង្គទ្រង់បរិនិព្វានម្យ៉ាងនៅក្នុងរាត្រីនេះក៏ជារាត្រីដែលអមទៅដោយព្រឹត្តិការណ៍ទាំងឡាយ4ដទៃផ្សេងទៀតនោះគឺនៅក្នុងថ្ងៃពេញបរមីខែពិសាខនេះគឺជាថ្ងៃដែលការដែលព្រះអង្គនៅជាសុមេធបណ្ឌិតព្រះអង្គប្រាថ្នាដើម្បីសម្រេចនូវពោធិញ្ញាណចំពោះព្រះភ័ក្ត្រព្រះពុទ្ធទីបង្គរហើយព្រះសម្មាសម្ពុទ្ធទីបង្គរទ្រង់ក៏ព្យាករណ៍នៅសុមេធបណ្ឌិតថានឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងថ្ងៃអនាគតការព្យាករណ៍របស់ព្រះសម្មាសម្ពុទ្ធទីបង្គរចំពោះសុមេធបណ្ឌិតដែលជាតួអង្គនៃព្រះសម្មាសម្ពុទ្ធនៃយើងនៅក្នុងពេលនេះក៏ស្ថិតនៅក្នុងថ្ងៃ15កើតខែពិសាខនេះដែរព្រឹត្តិការណ៍អមទី2គឺកន្លែងសិរីមណ្ឌលពោធិព្រឹក្សគឺដើមពោធិព្រឹក្សបានដុះដំណាលគ្នាជាមួយនឹងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតក៏ស្ថិតនៅក្នុងថ្ងៃ15កើតខែពិសាខនេះដែរព្រឹត្តិការណ៍អមទី3គឺនៅក្នុងថ្ងៃអនាគតការដែលព្រះសាសនានឹងវិលទៅដល់ពេលមួយដែលអាយុនៃព្រះសាសនានេះអស់ពេលនោះគឺប្រធានរបស់ព្រះអង្គនៅគ្រប់ទិសទីទាំងអស់នឹងមកផ្ដុំគ្នាគុំចេញជារូបនៃព្រះដ៏មានព្រះភិក្ខមនុស្សម្នាទាំងឡាយនៅក្នុងពេលនោះអ្នកដែលមានសទ្ធាមានចិត្តជ្រះថ្លាក៏បានសម្រេចនូវគុណធម៌ហើយក៏ត្រូវគ្នាជាមួយនឹងថ្ងៃ15កើតខែពិសាខនេះដែររីឯព្រឹត្តិការណ៍អមទី4ដែលស្ថិតនៅក្នុងថ្ងៃ15កើតខែពិសាខនេះដែរគឺព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គត្រូវបានពពួកមាផ្ចាញ់ព្រះអង្គនៅក្នុងថ្ងៃនេះឯងក្រោយពីមាបានផ្ចាញ់ព្រះអង្គហើយក៏ជាពេលដែលព្រះអង្គទ្រង់បានបន្សាត់បង់នៅអវិជ្ជាបានដោះឡើងនៅវិជ្ជាគឺការត្រាស់ដឹងពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងព្រះអង្គបានចែករំលែកបានផ្សព្វផ្សាយនៅធម៌នៃការត្រាស់ដឹងនឹងទៅដល់សព្វសត្វទាំងឡាយដទៃផ្សេងទៀតដែលមាននៅឧបនិស្ស័យដែលមាននៅការសន្សំរៀងខ្លួនហេតុនេះហើយពុទ្ធសាសនិកជនគ្រប់រូបគួរញ៉ាំងទៅដោយសទ្ធាជ្រះថ្លារីករាយសោមនស្សចំពោះខ្លួនឯងថាអោណូកុំតែមានការបំពេញបារមីរបស់ព្រះបរមពោធិសត្វហើយបានត្រាស់ដឹងនៅធម៌ពិតនេះកុំអីអាត្មាអញនឹងមិនមានឱកាសបានស្ដាប់នៅព្រះសទ្ធម្មដែលជាធម៌តិចដែលជាធម៌ដ៏ពិសិដ្ឋនេះឡើយញ៉ាំងចិត្តញ៉ាំងសទ្ធាឲ្យកើតឡើងរីករាយជ្រះថ្លានៅក្នុងថ្ងៃពិសាខបូជានេះទាំងអស់គ្នា